ច្រើនជេតអមហើយបាទជាមួយនឹងក្រុមមកការហ្វីលីពីនការពីម្សិលមិញជាមួយ NGG បូមយកជាមួយ Elimination នៅក្នុងហ្គេមទី1ឥឡូវនេះជាមួយក្រុមមកហ្វីលីពីនមួយទៀតហើយ Snow តំណែងជាមួយនឹង MSI បូមយកជាមួយ Elimination 5ដល់ Elimination ដែរអូបាទចាប់ដើមរៀងមានបញ្ហាព្រោះថាជាមួយនឹង CG ក៏អត់មានកន្លែងលេងទេមិនបាច់មិនក៏ឥឡូវជាប់ម៉ាកឥឡូវនេះម៉ាកទៅម៉ាកមកជិះចូលកន្លែងថ្មី knock off ពីបផ្ដាច់បានថែមមួយទៀតបណ្ណាឥឡូវដាច់ទៅលើសវណ្ណសុផតនៅសល់គ្នាតែចំនួន2នាក់តំណបាននៅខាងក្រោយរៀងអត់មានអេឡង់លេងទៀតណាមួយបញ្ហានេះបញ្ហាចេញមកពី HYVE ដែលគាត់នៅស្ដាំដៃ Mon Boy នេះកំពុងធ្វើទុកបុកម្នេញបាទឈិងនេះខំប្រឹងមើលដែរប៉ុន្តែ Mon Boy មិនព្រមងើបឲ្យឈិងនេះបាញ់ទេបាទអញ្ចឹង GG បាទខំប្រឹងរកពេលវេលាល្អបំផុតដើម្បីជិះឡានចូលទៅដេកប្រូនគប់ក្របបែកផ្សាយរស់រៀនមានជីវិតបន្តតែ Mon Boy នេះងើបមកដាច់យកតបបានចេញមកពីឈិងបាទកាឡាក៏មកហ្វីលីពីនអាចជាប់ជាមួយនឹងឈាមបាទឈាមចិនណាដល់ចូលទៅហើយជាមួយនឹង GG រស់បាទជីវិតរបស់គាត់ថ្លៃប៉ុណ្ណាដែររងចាំមើលសិនល្មមមករស់ប៉ុន្តែរត់ទៅរត់មកល្មមមករស់ដែរឡើយកាយារត់ឲ្យគេបាញ់មកត្រូវបានណក់បាត់ហើយអញ្ចឹងខំប្រឹងដេកបានតិចទៀតតែគេបាញ់មកពី3ជ្រុងឥឡូវដាច់បាទអានេះគេហៅថាដោយសារតែយើងសែនរៀងស្ទើរណាមួយការអុចធុករបស់យើងវាឆេះមិនទាន់អស់មានអ្នកសុំវក់ហើយបាទហើយអញ្ចឹងគាត់មើលឆ្វេងហើយមើលស្ដាប់គេគៀបបាញ់យើងពេញទឹកពេញដីបារមីជាមួយនឹងទេវតាឆ្នាំថ្មីដូចជាមិនទាន់សូវជួយឯណាសោះបាទយ៉ាងហោចណាស់ក៏បាន7 Elimination ចំណាត់ថ្នាក់លេខ3ដែរមកអមអែបចាំមើលជាមួយនឹង MSI នេះចេះយកជាមួយនឹង Champion ដែរទេបាទគឺជាមួយនឹង Chicken Dinner ណាមួយជាមួយនឹង PNX នេះគឺជាក្រុមដែលមិនសូវជាធ្វើបានល្អឯណាទេតែសារថាចាំមើលអាចនឹងហ្គេមនេះខ្មោចចូលដើម្បីធ្វើការប្រហែលយកជាមួយនឹង Chicken Dinner ក៏យើងមើលទាន់គ្នាបាទ MSI នេះគឺបូមច្រើនខ្លាំងយកតែមែនតែនបើមិនជាយកបានជាមួយនឹងសមាជិកមួយនេះរហូតដល់3នាក់ទៀតគឺឡើង21 Elimination បូបន្ទុកចូលគ្នាគឺច្រើនយកតែមែនតែនបាទ MSI នេះកំពុងឲ្យធ្វើឲ្យ KE បាទចាប់ផ្ដើមគិតគូរឡើងមកវិញសួរការីលហូដាវ៉ាន់ដៃកាប់តិនដៃបាញ់របស់ខាង KE នឹងប្រាប់ថាប្អូនល្មមមកជួយមើលប្អូនមើលវិញហើយតែប្អូនលេងម្សិលមិញ6ហ្គេមឥឡូវនេះជាមួយនឹងស្អីគេ MSI លេងតែ1ហ្គេមឥឡូវដូចជាបន្ទុកលើទៅលើ KE បាទអញ្ចឹងប្អូនទៅសប្បាយប៉ុន្តែប្អូនគិតកលេចមកមើលផងទោះបីយ៉ាងណាក៏ដោយយើងលេងជាប់ទៅ Grand Final មែនប៉ុន្តែវាអាក្រក់មើលបន្តិចបាទអ្នកគ្រប់គ្រងគាត់មិនសូវគិតអញ្ចឹងណាគាត់អត់សូវគិតឃើញខាងយកឱកាសដើម្បីឲ្យក្មេងៗខំប្រឹងដកបទពិសោធន៍អីគាត់ថាដកបទពិសោធន៍ដកទៅប៉ុន្តែកំណៅលេខ15លេខ16បាទយើងមិនដឹងតែគាត់ប្រើយុទ្ធសាស្ត្រ AI ឬមួយក៏មិនឲ្យគ្រាន់តែតេប៉ាំផ្លឹបគេគ្រាន់តែមកទាលុយគឺគាត់ធ្វើការប្រើជាមួយភាសាថាហាខ្ញុំកំពុងតែដើរលេងទេណាកុំមានការព្រួយបារម្ភបាទអញ្ចឹងឥឡូវនេះចំណាត់ថ្នាក់គ្រឿងយ៉ែបខ្លាំងយកមែនតែនក៏ប៉ុន្តែដោយតែយើងបានដឹងអញ្ចឹងបច្ច័យថាក្នុងចំណោម4ក្រុមមានក្រុមយើងមួយដែរគឺអូយខ្ញុំមិនដឹងជាយើងមុខយកតលាក់នៅក្នុងកកូតមួយណាទេបាទប៉ុន្តែមិនជាបញ្ហាទេចាំមើលព្រោះថាយើងនៅសល់ថ្ងៃច្រើនទៀតណាមួយជាមួយនឹង IGN ក៏មិនទាន់មកក៏មិនទាន់មានការព្រួយបារម្ភពីធីមចុងក្រោយក៏មានការប៉ះពាល់គ្នាទៅហើយជាមួយនឹងការបាញ់ក្លឹបយកតែម្ដង1គីឡូហ្វីលីពីនប៉ះគ្នាជាមួយនឹងមីយ៉ាន់ម៉ានេះគឺមានមុខនៅ Grand ជាមួយនឹងលេខហ្គេមរហូតតែម្ដងដួលក្បាប់មួយឆ្ពោកមួយបាត់ហើយភ្លាមជាមួយនឹងការផៅជាមួយនឹងលុយរៀយកតែស្នូកពីចម្ងាយបាទ from downtown បាទមកក្របបែកផ្ទុះនេះហោះមកលាក់ចំខាងក្រោមពោះគេថាល្មមមក Chicken Dinner បាទបើកឆាកថ្ងៃទី1 Chicken Dinner ទៅលើ MSI បាទ Misfit International បាទចុះការ Chicken Dinner នៅតែមានតែគ្រាន់តែថាទីតាំងរបស់គាត់ហ្នឹងមើលទៅខាងសមាជិកក្រុម HKG ហ្នឹងគឺចាប់ផ្ដើមអស់ទីតាំងឥឡូវហើយ TD ក៏ចាប់ផ្ដើមអស់ទីតាំងដែរ MSI មើលទៅរៀងគ្រាន់បើជាងគេបាទទីតាំងដែលអាចលេងបានបាទចាប់ផ្ដើមគៀបឡើងមកលេងរុញឲ្យ TD ទៅបាញ់គ្នាជាមួយនឹង HKG ហ្សូនចាប់ផ្ដើមបិទចូលកដាលទៀតហើយបាទ JNK លេងអត់ខ្វល់ដល់ណាទេ Top 2 Auto ទៅលើ JNK បាទប៉ុន្តែ3ក្រុមនេះគឺត្រូវតែបាញ់គ្នាបាទគណៈក្រុមមីយ៉ាន់ម៉ានេះគឺតែងតែមានមុខរហូតតែម្ដងមកនៅឯមួយអាឡេតហ្គេមសូនហ្នឹងចាំមើលគាត់នឹងធ្វើបានល្អដែរទេគណៈដែរបច្ចុប្បន្នកាលនេះយើងមានគ្រប់គ្រង AKG ទេបាទឲ្យ AKG ធ្វើបានល្អព្រោះមកឲ្យវល់ការដូចគ្នាអត់ណាស់យើងបានតែ AKG មួយដែរប៉ុន្តែឥឡូវនេះការពីតាំងពីម្សិលមិញមកធ្វើដូចជាមិនទៅបានល្អប៉ុន្តែឥឡូវនេះចាប់ផ្ដើមធ្វើបានល្អទៅប្រកាស AKG សៀវជាបងប្អូនជាមួយនឹងសៀវឈៀនចាំមើលប្រហែលលុយរីបានអត់ព្រោះថាគេនៅតែម្នាក់ឯងតែម្ដងអត់មាននរណាគេការរត់ចូលមកជួយបានទេបាទ JNK នេះមើលតាំងពីយ៉ាងងាយអាចមានរឿងហែមនៅការស៊ីជាមួយនឹងប៉ែទេព្រោះថាបច្ចុប្បន្នកាលក៏មើលមិនឃើញជាមួយនឹងមេរបស់ AKG ដែរមើលឃើញតែ TAD តែម្ដងបាច់ដាច់ជើងពីជាហៀងឆ្វេងស្ដាំបាត់ហើយប៉ុន្តែក្រុមនេះអ្នកនៅខាងក្រោយហើយលុយរីយកតែម្ដងពីខាង MSI នេះ2មេបហើយគឺឆ្លងជាមួយនឹងប្រតិបត្តិការរបស់ NGG ការពីម្សិលមិញបាទភាគរយខ្ពស់ទៅលើការលេងយក Chicken របស់គាត់ប៉ុន្តែគាត់ត្រូវរបាញ់ឃ្លៀម្ដងស្ដាំដៃទៅលើ HKG ជាមួយនឹង TAD ហ្នឹងហើយដើម្បីទៅលេងកាក់ផ្លូវរបស់ខាងសមាជិកក្រុម JNK បាទហើយឥឡូវ JNK ជួយ knock បានទៅលើ TD ទៀតឥឡូវគាត់បោកដកគុណចៃបាទចាប់ផ្ដើមគិតគូរថាតើគួរលេងបែបណាយើងឃើញជាមួយនឹង JNK នៅឆ្វេងដៃបាទអញ្ចឹងគាត់ទុកគ្នាគាត់2នាក់បិទឆ្វេងដៃឲ្យទុកម្នាក់ទៀតដើម្បីរុញឲ្យគេទៅប៉ះគ្នាបាទចាំតែគេប៉ះគ្នាឡើងឡានទៅហើយអញ្ចឹងឥឡូវបាយក្បាលឡានឲ្យត្រៀមគ្រប់បាទពេលវេលា
បាទក្រុមលេខ3ទេប៉ុន្តែអុកឡុកខ្លាំងយកមែនតើនៅក្នុងថ្ងៃទី2នៅក្នុង map ទី2ក៏ដូចជា map ទី1ចាឥឡូវនេះចាំមើលពលរដ្ឋ MSI បច្ចុប្បន្នការនៅសល់រហូតដល់3នាក់សល់3ក្រុមចុងក្រោយតែប៉ុណ្ណោះប៉ាំងភ្លឹបក្នុងការដួលមួយភ្លាមគេកំពុងបាញ់គ្នាអាយ៉ាកំពុងលើកការលើកជាមួយនឹងហឹកដាក់នៅលើជាមួយនឹង MSI ហើយតើ MSI គឺកំពុងការដេកហួចបច្ចុប្បន្នការគឺកំពុងរំពឹងថាយកជាមួយនឹងមាន់មួយទៀតពលរដ្ឋជាមួយនឹង MSI កលេចឆ្វេងក៏ឆ្វេងកលេចស្ដាំក៏ស្ដាំគឺបាញ់ free រហូតតែម្ដងមកជាមួយវត្តមានរបស់ MSI លោកនេះចាំមើលគាត់អាចយកជាមួយនឹង MVP បានទៀតដែរឬទេបាទពីខាងBonsai បាទមួយសៃនេះគឺគាត់អាប់បើគាត់មានឡានគាត់គួរលេងទៅស្ដាំតែឥឡូវដោយសារតែគាត់អត់មានឡានគាត់រត់មកលេងជាមួយគ្នាគាត់រៀងជន់ជើងគ្នាបន្តិចគ្នារបស់គាត់នៅ3នាក់ជន់ជើងគ្នាពេញណាពេញណីអញ្ចឹងឥឡូវបាទរងចាំមើលសិនព្រោះថា JNK នេះសល់គ្នា2នាក់មែនតែគេមានទួលស្អាតមែនតើសំខាន់បំផុតហ្នឹងគឺណោះទៅលើ zone ទី8ទេ zone ឲ្យទៅខាងណាខាងហ្នឹងគឺងាយស្រួលលេងគាត់ស្ពាយគាត់អាចទៅតោងអុយរៀងឈឺក្បាលអាយ៉ាមានជាមួយនឹងកាភ្លើងសេរីថ្មីទៅអាកាភ្លើងនេះបាញ់ចប់តាមទ្រុងបហោងតាមទ្រុងប៉ុនជើងយកតែម្ដងបាទអញ្ចឹងចាំមើលបាញ់ចូលអត់បាទអាចបាញ់ទ្រូងឬបាញ់ក្បាលបាញ់ទ្រូងឬបាញ់ក្បាល3 2 1លើ JNK អានណូនៅព្រមអានោះទេរងចាំ zone ឥឡូវ zone បិទឲ្យទៅលើក្រុម MSI មើលទៅជាខិនក្រងទីមិនបាច់គិតក្រើនមក JNK នេះសុំភ្លើងយាឲ្យបើចង់បានមន់ដល់កបាទអឺចេញត្រូវក្បាលចេញត្រូវក្បាលយកតែម្ដងឥឡូវនេះសូនកាត់ជើងទៀតបាទ JNK ទៅជា JKJ ម្ដងទេបាទយើងចាំមុនមើលទាំងអស់គ្នាបាទព្រោះថាមានអារម្មណ៍ថាយកយន្តក៏ដូចជាសបិនយូអាបារបីរបស់យើងដែលធ្លាប់ធ្វើការអត់ធុកទាំងបានមកណាផ្លេចមើលកដោកោអីគេគឺកកេខ្ទេចខ្ទីដែរបងមកជួយនឹងក្បួនអារាមសៅងាងរបស់យើងចឹងឥឡូវនេះខំចិត្តធ្វើការជីចូលមិនដឹងថាមានស្មោកប្រហែលគ្រាប់ទេបាទអញ្ចឹងទោះបីក្រុមយើងខ្លាំងប៉ុណ្ណាក៏ដោយបាទនៅក្នុងកលៈទេសៈនេះ JNK លុះត្រាណាបាញ់ច្បាស់ហើយមកទៅហឹងយកតែម្ដងបន្ទាប់មកគេបាញ់អត់នៅនឹងគាត់មានឱកាសដើម្បីយកជា container rotation របស់គាត់ចាប់ផ្ដើមចេញមកគាត់លេងវៀងមកទំហឹងដើរទៅរៀងលើដែរល្អដែរប៉ុន្តែឥឡូវជារំណក់លោតចុះពីលើឡានមកតែលោតច្រឡំលោតចុះមកខាងឆ្វេងដែរទលាលវឹងត្រូវបានគេបាញ់ណក់ទោះគ្នាគាត់ម្នាក់ឯងនឹងជិះមកថែមមកទៀតឥឡូវនេះមកទៅរកទីតាំងថ្មីដើម្បីលេងដូចគ្នាដែរទៅលើក្រុម MSI មករត់ជារត់ក្រាវាឈិងអូអត់ទេពីកណុងបាញ់ឈិងទុកឲ្យគ្នារបស់គាត់ជាអ្នកដាក់ឈុំឆាំងឥឡូវនេះជា container ទី2ទៅលើ MSI បែកបាទប៉ុន្តែអ្វីដែលយើងចង់ប្រាប់នោះគឺខាងសមាជិករបស់ GG ចាំប្រេយកជាមួយនឹង screenshot ឥឡូវនេះប្រហែលជាអត់បាន screenshot ទេព្រោះលេខមួយប្រហែលសតក៏អត់បានដែរឥឡូវនេះទៅនេះបាទហើយគេបុកឲ្យនឹងបាញ់បាទហើយបាទប្រសាវិញវត្តអូគេជីកន្លងអុយវិញដាច់ជាមួយនឹង screen ទូរស័ព្ទដាច់ screen ទូរស័ព្ទបាទហើយបាទជាមួយនឹងណា screenshot បានជាមួយនឹង screenshot ទេអាលេខមួយនេះក៏មិនទាន់បាន screenshot បច្ចុប្បន្នការ2 14គ្នាក៏ខ្មោចចូលទៀតបូមយកជាមួយ lamination យកបូមយកតែម្ដង BKE ក៏ទៅវិធាកណាជាមួយ GG ក៏ដេកស្ដុកដូចគ្នាចំណាត់ថ្នាក់លេខ5ចំណាត់ថ្នាក់លេខ4អមគ្នាយកតែម្ដង3ធីមចុងក្រោយមើលនឹងទៅយ៉ាងណាអ្នកណាគេទៅការយកស្គាល់ពីម្ដាយដល់ម្ដាយទៀតMSI ងើបបាញ់ MSI ជាខិន3ហ្នឹងមែនទេជាខិន3ហ្មងមកកាឡាគាត់នេះគាត់លេងតែមួយទៀតគាត់បាច់ស៊ីបានលើ2 14មួយទៀតជាខិនអូតូតែឥឡូវទៅសល់ Capo មួយប៉ុន្តែគាត់ take risk គាត់ជីកទៅខាងក្រោយខ្នងបាច់គេខាងក្រោយខ្នងទេអាអ្នកគាត់បាច់ទេអាអ្នកជីមកខាងក្រោយខ្នងផ្សេងហើយយ៉ាជីមកតរ៉ៃបាយមកឡាមលើកលាក់តាមផ្លូវសមួយចុងក្រោយហើយសំខាន់ណមកក្រុមទៀតហ្នឹងគឺដូចជា Arthur ហើយ Arthur មកក្រុមទៀតហ្នឹងគ្មានអាចក្បាលលេងបានតិចទេនៅក្នុងផ្ទះគ្រាប់បាយផ្ទុះមកបានជាមួយនឹងដើមឈើនេះដើមឈើរៀងធំធាត់ដែរដើមឈើប៉ុណ្ណានេះបាំងគ្រាប់បាយបានប៉ុន្តែបាទរស់ជាមួយនឹងពេលវេលាខ្ចីគេចេញមកយូជៀនកំពុងតែនៅខាងក្រោយដើមឈើបាទអង្គុយប្រើជាមួយនឹងតាក់តិចគោលឈើដើម្បីរក្សាជីវិតឲ្យមានតែ MSI បុកទៅទីរៃសៃបច្ចុប្បន្នរកបាន2 elimination មកគប់គ្រាប់បាយភ្លើងទៅតែចេះដល់យូជៀនទៅយូជៀនមានខ្សែចកេះដែរនៅហ្វីលីពីនមិនមែនមាននៅតែខ្មែរនោះទេគ្រាប់ទុះទាញចេញពីយូជៀនគ្រាប់3 2 1គប់ទៅខុសមកទៅហឹងគេបាញ់កាប៉េះគូត2ពងអត់ដាច់គ្រាប់បាយមួយបាយបាទទៅទៀតអមសាយនេះយកជាមួយ Chicken បានទៀតអត់ពលរដ្ឋ4ទល់ជាមួយ4ទេហ្វីលីពីនទល់ជាមួយនឹងហ្វីលីពីន2ធីមចុងក្រោយ8អ្នកពេញបឹបមួយមានក្នុងផ្ទះមួយទៀតនៅក្តារវាលក៏ប៉ុន្តែកន្លែងនេះឆែកក្បាលមកទេជាមួយ FV ដាច់ដៀវលមួសង្ក្រិចតែម្ដងគ្នារបស់គាត់អត់ទាន់មានគេធ្វើការប្រេប្រអត់វត្តការជួយទេពលរដ្ឋម្នាក់នៅជម្រាលភ្នំទាំងអស់គ្នាអាយ៉ាឥឡូវនេះជាមួយនឹងឈីងចង់ឡូវខាងលើប៉ុន្តែខាងសមាជិករបស់ Arthur ដូចជាមានអារម្មណ៍ថាចង់បុកបដាហ្វីលីពីនដូចគ្នាទេជាមួយនឹងភាសាតាក្លុកនិយាយអត់មានពូអីហើយនឹងតាំងអីទេសុំកំភៃពលរដ្ឋសើគ្នាឯងចាឥឡូវនេះទៅហើយជាមួយនឹងការទៅលើកជាមួយគ្នាយកតែម្ដង Arthur អត់មានចង់បុកអីទេពលរដ្ឋគឺគាត់មានជាមួយកន្លែង cover ត្រឹមត្រូវរងចាំជាមួយនឹង0ក្រៅចាំអត់មើលរហូតនេះ Arthur គាត់ណុកមួយដែរណុកណុកលើអាប៉ែបុកនោះអាប៉ែបុកពីបាទពេលអញ្ចឹងអត់ណុកអត់យកតួខ្ពស់នៅពេលដែលគាត់ណុកទៅលើ MSI គឺជាកំហុសធំរបស់ Arthur នេះយកមកបាទព្រោះថាមិនបាញ់មិនគាត់ណុកបានទៅលើ MSI នៅខាងលើដៃ flank មួយហ្នឹងគឺជាពេលវេលាដែលគាត់ត្រូវសគ្រប់គេពីលើអស់ zone គេចាំយក mon free បាទថ្ងៃនេះដែរបាទខាងហ្វីលីពីនបាននិយាយគ្នាត្រូវបាទកំងម្ដង3 mon បាទ mon ប្រកួតនៅក្នុង Rondo mon Arango ឥឡូវចាំយក mon Arango មួយទៀតទៅលើ MSI អត់មានកលាលេងឈ្នះទៅលើ MSI ទេArthurលេងជាតាក្នុង Snoke ចេះ rotation ចេញមកក៏មិនទាន់ដែរបាទ
តែមានអារម្មណ៍ថានេះពេលគេបាញ់ MSI បានត្រូវrồiជិះក្លុកជិះក្លឹងជិះវិលជុំទៅវិញទៅមកបានត្រូវតែនៅពេលដែលជាមួយ MSI បាញ់គេបាញ់មួយម៉ាត់ បាទ MSI គាត់សួរគាត់តែគាត់អស់កលាលេងគាត់ចង់ឡើងលេងគាត់ត្រូវជីកទៅផុតទៀតគាត់នៅសល់លង្ហា50ម៉ែត្រពីហ្សូនចឹងបានន័យថាផុតនឹងផ្ទះនេះទៀតផ្ទះនេះ20ម៉ែត្រពីហ្សូននេះអាផ្ទះ Harry Potter នេះបាទអញ្ចឹងទៅមុខ20ម៉ែត្រទៀតហ្នឹងគឺល្មមមកអស់ទីតាំងលេងជាពិសេសនៅពេលដែលមាន MSI នៅខាងលើក្បាលមួយដាក់សម្ពាធតែគាត់រៀងចុះក្រោមទៅណោះឈិងប្អូនបោះឈិងឆុងហ្នឹងគឺកំពុងតែអង្គុយរងចាំជាមួយនឹង MVP មួយសៃប៉ុន្តែគាត់សម្រាប់ចិត្តត្រូវគាត់ឡើងទៅខាងលើជិះវៀងតែផ្លូវឆ្ងាយខ្លាំងពេកឥឡូវនេះត្រាយបាយរើសបាញ់អាណោះទៅលើ FV តែបាញ់អាណោះលើ FV ទេឥឡូវសម្រាប់ចិត្តបាញ់ណោះបានសម្រាប់តែការបាញ់ណោះបានសម្រាប់របស់គាត់នេះមើលទៅក្រាន់ពេលវេលាអត់ព្រោះថាគ្នារបស់គាត់នៅសល់ឈាមមួយដំណក់នៅខាងលើបាទការលេងនេះគឺការលេងល្អបំផុតរបស់ Arthur ហើយអាប៉ែនេះผมចាក់ឈាមចឹងឈាមបាទអត់ដឹងដែរប៉ែអត់មានហ្នឹងបាទយើងមិនដឹងក៏អត់ទេបាទចាក់តើថាអត់ចាក់មិនស្អីលេងខំឥឡូវនេះជាមួយនឹង High Ground យកតែម្ដងជាមួយនឹងការបាញ់សាប់សេប៉ាត់តលេអូលើឆ្កេះម៉ែផ្លែបាញ់ត្រូវដល់ប្រកួតបាទដល់កជាមួយនឹងឆ្វេងផងស្ដាំផងយ៉ាងដូច Messi តែតាមពិតខ្លួនគាត់គឺ fan Ronaldo ទេបាទចាំបាច់បានការជាមួយនឹងផ្ញើគ្រាប់បែកមួយសិនដូចជាមានអារម្មណ៍ថាអត់ដឹងថាគេនៅក្រោមជើងទេមើលឃើញតែអ្នកឆ្ងាយតែប៉ុណ្ណោះបាទពីខាង Great Top បាទឥឡូវនេះទៅហើយ Great Top រត់ទៅលើវិញយកតែម្ដងអត់ចង់ហៀងអោតទេព្រោះសារនៅកណ្ដាលវាខ្លាំងពេកភ្លាមជាមួយនឹងការមើលមុខសម្លក់សម្លឹង4ទល់ជាមួយនឹង3មើលអាចធ្វើការតថ្លៃជាមួយនឹង MSI ធ្វើការផ្ដាច់ជាមួយនឹង Strict យកជាមួយនឹង Mon នេះទៀតដែរទេយ៉ាងចាអូតមើលបងប្អូនគ្នាបាទតែ MSI គាត់សម្រាប់ចិត្តខុសមួយគាត់ទៅដាក់3នាក់នៅខាងក្រោមដាក់ម្នាក់នៅខាងលើនៅពេលដែលគាត់លេងនៅខាងលើបាញ់ហ្នឹងគាត់ដាក់គ្នាច្រើនគាត់មើលគេបានច្រើនណាមិញបើមានទី2នាក់មិញគឺដឹងតែណោះគេចឹងតែគាត់សម្រាប់ចិត្តលេងនៅខាងក្រោមដែលនៅចំកណ្ដាលហ្សូនបាទ2 4ឥឡូវនេះណោះទៅលើឈិង2ទល់នឹង4 1 4 1 4មកដល់បាទពីហ្នឹងហើយបាទ1 4បាទហើយបាទចំណុចបញ្ហាគឺបានទៅលើទើលោកបាត់ហើយឆាយមើល message បាទឆៃមើល boy បាទឆៃមើល boy បាទឆៃមើល message អត់បានទេអត់បានអត់គៀបស្ដាំទៅបុកយកទីតាំងរបស់ PNX បន្ទាប់មកបើហើយទៅលើ HKG បាទ HKG នេះគេហៅថាជាតួឯកតួរងនោះទេតែគេបន្លំធ្វើជាតួឯកបើតែចុងក្រោយទីទៀតហ្នឹងគេចាប់សំណាប់ចោលដើម្បីធ្វើឲ្យតួឯកហ្នឹងរត់តែមានតម្លៃបាទ HKG សល់មួយចុងក្រោយឥឡូវចាប់ដើមទៅជាមួយនឹងអស់ចាបើសិនជាគាត់អាចដាក់បានមកគ្រាប់បែកនេះល្អមែនទែនលើ PNX ឈ្នះណាស់អត់ទាន់ឈ្នះនោះទេនៅខាងលើក្បាល top ជាអ្នកបើកមុខយូ Joseph នៅស្ដាំជាមួយនឹងចោលជាអ្នកបិទគូតនៅខាងក្រោយគ្រាប់បែកផ្ទុះធ្វើការគប់ចូលទៅឥឡូវត្រូវបានណក់ហើយយ៉ាងថាលេខក្បាច់គោលឈើនេះគោលឈើមកទៅហឹងបើសិនជាខ្ញុំមើលអ្នកមិនឃើញទេអ្នកក៏មើលខ្ញុំមិនឃើញណាស៊ីមកគោលឈើគ្រាប់បែកផ្ទុះមួយឥឡូវគប់ថែមមួយទៀតចូលអត់ទី2អត់ទី2នោះទេចាចង់គប់ចូលទៅបាទជាមួយនឹងការណក់មួយនេះប្រហែលជាឱកាសល្អមែនទែនបាទដើម្បីដាក់សម្ពាធទៅបន្តឥឡូវនេះគប់គ្រាប់បែកភ្លើងនៅខាងលើគប់គ្រាប់ភ្លើងនៅខាងក្រោមដើម្បីដាក់សម្ពាធឥឡូវណក់ថែមមួយទៀតទៅលើ Dead Diga អាយ៉ាក្បាច់នេះក្បាច់គោលឈើមែនទែនបាទគោលឈើនេះគឺថាការពារភ្លើងទៀតវាក់អើឡើយគោលឈើមែនគោលឈើមែនឃើញទេបាទព្រោះថាគាត់អង្គុយនៅក្នុងភ្លើងប៉ុន្តែអត់ឆេះបាទយន់កថារបស់គាត់គឺថាជោគជ័យខ្លាំងមែនទែនឥឡូវនេះអាចធ្វើស៊ីបានតែគប់គ្រាប់បែកដូចរៀងអត់ត្រូវអេឡង់តែឥឡូវគប់គ្រាប់បែកភ្លើងដើម្បីសំពេលវេលាភ្លើងនៅលើលេងនៅកម្មចដាបាទ PNX A1 អស់ចាមួយអស់ចាមួយគ្រាប់បែកនេះល្អពោមិនណាគប់ពេលវេលាមិនសូវត្រូវបាទអត់មានភ័យអីម៉ានតិចទេប៉ុន្តែបែកញើសជោគប៉ុនគ្រាប់ពោតបាទ H5E នោះនៅក្រៅពោសើច55ពោស្បាយអត់យកបានមក elimination ទៅលើ AKG ណានេះឆ្កួយបាទប៉ុន្តែយ៉ាងណាមិញនុកទៅនុកមកត្រឡប់ទៅនឹងម៉ាំងស្ដោកចូលសើផ្ទះថាងាប់អូនណាបុកមួយថ្ងៃអីបុកគេដាច់គេដាក់ដល់ក្របបែកមកគុំត្រូវគេមកគឺគប់ចេះរាប់ក្របបែកក្នុងពេលនេះបាទនៅសល់ជាមួយនឹង HYE មួយបាទចដៃចាក់កអញ្ចឹងប្រហែលជាមិនមានការភ្លេចឃ្លាំងចេញមកពីអស់ចាទេគាត់ដឹងយូរហើយឥឡូវនេះក្របបែកមកដើម្បីធ្វើការស្វាគមន៍ប៉ុន្តែការស្វាគមន៍របស់គាត់នឹងឡើងលើដបមួយចេញមកពីចូលសើប៉ុន្តែគេបាញ់មិនទាន់បានអញ្ចឹងគាត់ប្រហែលជាដឹងដែរប៉ុន្តែគាត់ដឹងលក្ខណៈថាមិនពេញលេញអូខេអរ៉ៃទៅខាងនោះបាននេះគឺជាគេហៅថាដាក់អន្ទាក់ខ្លាំងបើសិនជាយើងមិនដាក់សាច់សុតទេខ្លាមិនចេញមកទេ Yes អានេះគេហៅថាយុទ្ធសាស្ត្រប្រើជាមួយនុយទូចស្ទូចជាមួយនឹងស្រីកំមុំចឹងឥឡូវនេះជាមួយនឹងការដឹងគ្នាចង់ប្រហើយលុយរៀបដេកចាំតែអពើមាសចឹងភ្លាមជាមួយនឹងការនេតទៅនេតមកតែអត់រំពឹងទេអាយ៉ាមានអារម្មណ៍ដូចជាឃើញហើយកណាដែរទៅយកតែជាមួយក្បួនអារាមសៅងាងទូទិសទាំង4លេចកើតជើងត្បូងជាមួយមើលគៀបស៊ីបានទេឬមួយគេបាញ់បានលើតបូលលុយសុតចឹងមិនហាអស់ចាគឺពិតជាអស់ចាដូចឈ្មោះមែនតើក្រោមការដឹកនាំរបស់ចូលសើជាមួយនឹងដៃគូរបស់គាត់មក3 4នាក់មានកលាករថ្មីមានកលាករចាស់យក Chicken Dinner ចូលប្រទេសកម្ពុជាមួយចុងក្រោយមួយដំបូងមួយចុងក្រោយលោតចូលមកជីលៀងអស់ពីលៀងមួយហើយបន្ទាប់មក HKG លៀង C1 ទៀត
បាទ វាមួយ ចាឥឡូវនេះសល់4ធីមចុងក្រោយតែ2ធីមទៀតមួយទេបាទជាមួយនឹង TDQ ក៏ដូចជាជាមួយនឹង On Fire ខណៈក្រុមហ្វីលីពីននេះគេពេញសាច់អាយ៉ា បាយ top បិទ 3 កណ្ដាត់លាវ បាទ ហេជាប៉ះគ្នានេះប៉ះគ្នា3ទៅ8ឥឡូវ on fire ទៅតម្នាក់ឯងទៅលើ Spyro បាទកីឡាករជើងចាស់មួយដែរបាទទើបទៅចូលថ្មីបាទជើងចាស់នៅក្នុងកម្ពុជាជើងថ្មីនៅក្នុងអាស៊ីអាគ្នេយ៍បាទអញ្ចឹងកំពុងតែរងចាំជាមួយនឹងការប៉ះទង្គិច3ទៅ8បើសិនជាគាត់លេងមកនេះគាត់អាចមានឱកាសឡើងបាញ់មួយទល់3 3-4គេ3-4 អូគេ3-4ហ្វីលីពីនពងឆ្លោះគ្នា3-4យើងម្នាក់ឯងទេចាំញ៉ាំជាមួយនឹងមន់ចុងក្រោយមកបាទនេះគេហៅថាយុទ្ធសាស្ត្រឆេកកាយផ្កាយព្រះខណៈដែលឲ្យគេខំគ្នាទៅយើងចាំធ្វើការយកជាមួយនឹងដបងយកទៅដាក់ពីក្រោយបាទអញ្ចឹងឥឡូវនេះចំពោះមានការមើលគ្នាពួនបានល្អខ្លាំងយកតែមែនតែនចង់អ្នកណាធ្វើអីទេយើងខ្ចីបាញ់ ទៅទុកអីគេអ្នកខ្លាំងខ្លាគេបាញ់គ្នាសិនយើងសមម្នាក់ឯងយើងក៏មិនអាចទៅហឺហាក់មួយគេបានដែរឥឡូវគេនេះគេខ្លាភ្នំមួយឆ្នាំ7ណែ រត់បាញ់បណ្ដោយទៅរត់បាញ់ឲ្យចូលដាក់ងាប់មកអត់បាញ់គេដួលអត់ មិនមើលទៅការសម្រេចចិត្តនេះមិនមែនជាការសម្រេចចិត្តល្អខ្លាំងផុតទេឥឡូវគេដេញម៉ាតបាទអើយពី Spyro មិនមកគាត់លេងមួយមិនប្រហែលជាអាចល្អព្រោះ K-pop អត់ដឹងគាត់ប្រញាប់បាញ់តិចពេកមិនមានអេឡង់ដែរប៉ុន្តែលក្ខណៈតាក់ស្ទើមិនទៅអត់បានមើលពី perspective របស់គាត់តែមិនជាអ្វី on fire secure បានចំណាត់ថ្នាក់លេខ3ហើយបាន elimination រៀងច្រើនដែរដើម្បីសមបន្ទុកទៅបែកខាងលើបន្តឥឡូវនេះទុកឲ្យក្រុមហ្វីលីពីននេះឆ្លោះគ្នាដើម្បីយក chicken dinner រវាង214ជាមួយនឹង SKC បាទ SKC លេងមិនសូវជាល្អមើលទេប៉ុន្តែឥឡូវកំពុងតែល្អស៊ីមកចំណាត់ថ្នាក់ឡើងទៅលើទៅឡើងទៅលើទៅ ហ្នឹងមកចាប់ប្រាប់រៀងអេមទៅគណៈដែលជាមួយនឹង214នេះគឺមានអារម្មណ៍ថាធ្វើបាបចិត្តជាមួយនឹង Sago Game យកតែមែនតែនព្រោះថា2 game នេះគឺគេផ្លោងឡើងទៅលេខ1បាទហើយយើងគ្មានឱកាសសុំឲ្យទៅ screenshot មិញហ្នឹងថាលេខ2មិញខ្ជិល screenshot ចាំ screenshot លេខ1ឥឡូវនេះអាលេខ2ហ្នឹងក៏មិនបាន screenshot ទៀតចង់ screenshot លេខ2ហ្នឹងក៏វាហួសពេលទៅទៀតបាទស៊ីសយយកតែមែនតែដល់ ពេលចង់ screenshot លេខ2សុំខាលបកទៅវិញតែលើ Facebook ដូចជាខាលអត់បានទៀតដល់ពេលអញ្ចឹងមានបញ្ហាដល់ចប់ tournament ចាំខាលមើលអា game 2 game 3ហ្នឹងដើម្បីយកមក screenshot វិញតែថាមិនទាន់ត្រូវនៅសល់មួយ game ចុងក្រោយគឺលោលៀង20 chicken 20 kg chicken dinner អីតើអាចទៅរួចអត់ខាបានអត់ដែរសាបានបាទបានអូសាបានពីណយក៏បបាក់គ្នាជាមួយនឹង2ណយឯងមើល SKC ក៏ដូចជាជាមួយនឹង214 SKC ដែរបានតែឯងបានតែអបតែប៉ុណ្ណោះពុទ្ធសាសបច្ចុប្បន្នកាលលេខ2គេឯងដែរតែយើងមើលជាមួយ elimination គឺ0ពងមន់អត់មានសំបីមក elimination ទេបាទគឺមកលេខ2គេឯងដែរមើលយកជាមួយនឹង6បន្ទុកដើរចេញឬមួយក៏យ៉ាងម៉េចបាទបើថាជ្រុលអញ្ចឹងគឺយកជាមួយលេខ1បណ្ដោយទៅมันល្អមើលទេប៉ុន្តែល្អស៊ីបាទតារាងបន្ទុកនៅលើប៉ុន្តែបើថានិយាយពីការលេងវិញដែល SKC មានអារម្មណ៍ថាมันសមនៅខាងលើហ្នឹងតែគេលេង effective គេលេងយក placement point មកគេលេងមួយឃើញហ្នឹងគេថាគេលេងក្បាច់នេះគេលេងក្បាច់3ចែក1ទៅឲ្យ1ចាក់កោទៅឲ្យ3អ្នកបើកមុខតាហ៊ានវៀងមកចេញមកពី Capo គឺលុយសុតបាទ next ងើបបាញ់ដែរងើបបាញ់នេះបញ្ហាបណ្ដោយបាញ់លឿនពេកខកបែបទៅ mix វាមានបញ្ហាលើ mix 7យូជិនធ្វើការដកថយដូចគ្នាគេ rotate ដើម្បីចូល Gara zone ឥឡូវនេះពេលវេលារបស់ SKC ដើម្បីបុកចូលទៅបាញ់មួយស្មើមួយ Capo មិនដៃគូរបស់ Capo ទេណាបាញ់មួយស្មើបាទឥឡូវនេះយុទ្ធសាស្ត្រ2ចាំមើល2នៅខាងលើមួយទៀតនៅដឿងហែមអាចនឹងមានការទប់ទល់គ្នាដែរទេបាទពីការ214ដៃរៀងសេរីចាស់ដែរបាញ់រៀងច្បាស់ឥឡូវនេះដាច់ទឹកក្បាលមួយបាទដល់សល់24អាចនឹងមានការបុកដែរទេបាទពីការ SKC មើលទៅកន្លះដូចជាដឿងហែមដូចជាមិនសូវសំណុំទេមិនក៏មើលគេប្រត់បាញ់របស់កាច់ដូចទ្រង់លេខដូចទ្រង់មានអារម្មណ៍ថាមីលីស្កាត់ដូចទ្រង់ដើរបាទតែបច្ចុប្បន្នការនេះគឺមានការមួយទៀតបាទហើយបាទបាញ់ C3 យកមន់អីចឹងណាបាញ់ C3 យកមន់អូ my god បាទគឺពិតជា SKC បងប្អូនជាមួយ SPC មានជាមួយនឹងមុខកុំសមត្ថភាពបើសិនជា Mixer C ឡើងឡានជិះទៅ Krazo ឲ្យបាន3 elimination តែឥឡូវជាមួយនឹងការដាក់សម្ពាធឆ្វេង2ជាមួយស្ដាំ3ងើបបាញ់តែរត់នៅកណ្ដាលវាមិនអាចបាញ់បាននោះទេ Chicken Dinner នេះមិនមែន Chicken Dinner លក្ខណៈថាសូម្បីតែមន់ខ្មែរបាញ់ហៅបានដែរនេះមិន Chicken Dinner ទេសង្ស័យគ្រួច Dinner បាទតូចមកងាប់ទឺតខឹងហើយតើនេះបាទតែ member គេដូចសក់ច្រើននៅសល់តែមួយទៅឲ្យគេបាញ់គ្នាទៅគេបាញ់គ្នាទៅគឺយើងកំពុងធ្វើការប្រើជីវិតយុទ្ធសាស្ត្រចាក់រុកគេគ្រាន់ថាអីទេតែយើងថាគេដល់ជេម៉ែតែចាំមើលខណៈដែលឥឡូវគេកំពុងឆ្លោះគ្នានៅចិត្តលបងគ្នាគឺកំពុងធ្វើការវាយបោកសក់គ្នាយកតែម្ដងជាមួយអ្នកលបងនៅខាងហ្វីលីពីនអាយ៉ាល្បាញណាមួយនិយាយតាបាយ camper បាត់ហើយបាទមិនសល់ទុកជាមួយនឹង GG មួយចុងក្រោយបាទ GG ឥឡូវពោលទៅប្រាប់ទៅលើខាង HYVE ថាបង HYVE ពី214ហ្នឹងថាមួយថ្ងៃហ្នឹងដូចបាញ់ឥឡូវដូចយើងធ្លាក់ដៃមួយថ្ងៃសេរីចេញមកដើម្បីទៅប្រាប់ខាង214វិញថា HYVE ប្រហែលហៅបាញ់3ស្មើ
បាទតាមពិតខ្ញុំមិនចង់និយាយទេតែពាក្យសម្ដីគាត់ដូចពិបាកតួយកទៅថាបងឯងនោះបាញ់ដូចអាចយកពឹងលើសំណាងពាក្យសម្ដីតាមពិតគេហៅតែគាត់បាញ់ដូចលេមួទេតែដោយសារគេនិយាយច្បាស់ពេកខ្ញុំចង់កុហកខ្លួនឯងក៏កើតដែរចាឥឡូវបងឯងគួរយល់ថាគេថាបងឯងប៉ុណ្ណា លីយកវ៉ាន់ទៅលូ ពេលខ្លះបងឯងគ្រាន់តែនោមឈើសោះគេថាបងឯងនោមអង្គុយទេជាក់ស្ដែងពេលណាបងឯងកំពុងធ្វើការជុំទិសទេបាទខ្ញុំគេកាច់បខូចបងឯងខ្លាំងណាស់បងឯងបាច់គ្នាទៅបាទខ្ញុំមិនសូវគ្រប់ត្រទេលើពាក្យសម្ដីលក្ខណៈថាមាក់ងាយគ្នាអញ្ចឹងខ្ញុំគ្រាន់តែប្រាប់ថាចង់យកធ្វើអីធ្វើទៅតែកុំឲ្យគាត់ដឹងថាខ្ញុំអ្នកនិយាយបាទឥឡូវនេះជាមួយនឹងកាយយ៉ាបាទកំពុងតែដេករងចាំទុកឲ្យគេឆ្លោះគ្នាបាត់ហឹងបាទមើលទៅការឆ្លោះគ្នានេះគាត់លក្ខណៈឆ្លោះគ្នាថាដឹងតែមានមួយសល់តែមិនដឹងថានៅទីណាបាទអញ្ចឹងបុកបាញ់សិនភាគច្រើនមួយសល់ហ្នឹងអាចមួយសល់នៅក្នុងផ្ទះបណ្ណាកាយយ៉ាបាទដេកចាំមកស្អាតបាទកាយយ៉ាគេហៅថាស្ទីលតកែវបាទរហ័សនាមគេតាំងពីដើមមកគេហៅស្ទីលតកែវបាទសមត្ថភាពកាយយ៉ាមកត្រឹមគប់កញ្ចក់ឡានគឺពឹងពាក់លើគាត់តែម្ដងបើមិនជឿសូម្បីតែមើលទៅឈ្មោះនៅជាមួយនឹងតារាកិត្តិយសនៅម្ដងប៉ុស្តិ៍ប៉ូលីសគឺឃើញឈ្មោះគាត់ច្បាស់ចាស់ជាមួយនឹងការคล้ายខ្លួនទៅជាមុខសញ្ញាភ្លាមបាទប៉ុន្តែមិនទាន់បញ្ហាទេដូចតែបាននិយាយអញ្ចឹងវីរៈបរោះគេថាមិនដែលនិយាយដើមស្រីទេតែរបស់កាច់នេះមិនបាននិយាយអីយ៉ារបស់យើមើលមុខគេពោជីវៀងទៅរកកាយយ៉ាមកហើយកែពោជីវៀងទៅជីវៀងមកចំលើក្បាលកាយយ៉ាឃើញកាយយ៉ាបាត់ណាកាយយ៉ាមួយខេពោណាអើយយើងធ្ងន់តិចទៀងក្របផ្ទុះមកលើកាយយ៉ាត្រូវងើបបាញ់ព្រោះថាគេមើលឃើញឡានគេដឹងតែមានមនុស្សឥឡូវគេគប់ជាមួយនឹងក្របបាយផ្ទុះទៅខាងឆ្វេងដៃនឹងល្មមប៉ុន្តែអត់ជាត្រឹមពាក់កណ្ដាលនោះទេបាទការគប់នេះគាត់គប់ថាហេអត់មានមនុស្សទេខ្ញុំឆៃហើយមិនខ្ញុំឆៃហើយអត់មានមនុស្សទេឥឡូវជីកាត់ទៅភ្លេចមើលទៀតមើលឃើញទេប៉ុន្តែឥឡូវលោតចុះមកវិញកាយយ៉ាមួយស្មើរត់ឡើងមកដែរប៉ុន្តែជាមួយនឹងខេពោគេមានតួខ្ពស់គេមានកម្លាំងល្អជាងដាច់បាទការពោនឹងទៀតគេមុនតែឆែកឃើញជាមួយនឹង on fire ឥឡូវឆ្លៀតមកឆែកទៀតលបងយើមកប្រាប់ឲ្យថាអត់មានបានកុហកទេអត់បានកុហកទេគាត់និយាយរឿងប្លើសតែបានតិចគាត់និយាយប្លើសបានតិចមករឿងយើងយកតែម្ដងនេះបានពិតជាហៅថាភាសាចាក់រុកគេមែនសាយ Discord send voice ឲ្យគាត់ស្ដាប់ហើយបន្តមក translate ប្រើ AI នេះខ្ញុំគាត់លឺអត់លឺគាត់ដាក់ចូល AI ផ្លឹបគេស្រែកទៅដល់ហាយើងមិនបាននិយាយកុហកទេឯងមិនអាចមើលទស្សនាជាមួយភាពបញ្ចប់ទេព្រោះខ្សែសាច់រឿងរបស់យើងគឺមិនដែលចេញដល់ភាពបញ្ចប់មកផ្លែតលេងលាំងដល់ច្រើនមែនតើបានលឿនចុះការពោនេះប៉កែណា clear អ្នកនៅក្រៅ zone រហូត2ដងបាទដូចវាមិនដែរនៅសុកមក clear បាទមនុស្សពិតជាអស្ចារ្យមែនទេបាទយើងមិននឹកស្មានថាអូននេះចាំមើលមិនម៉ាស់ស្អែកឡើងចាំមើលជាមួយ statement បាទមិនដឹងតែប្រើជាមួយ Word EXE ឬមួយក៏ Excel ឬមួយក៏ PowerPoint អីចឹងទៅអានេះគេហៅថាការមិនជាមួយនឹងទឹកចិត្តបាទពីទឹកចិត្តវាខុសពីទឹកមាត់នៅពេលដែលយើងស្ដោះហើយយើងមិនអាចលុតមកវិញទេតែសម្រាប់ទឹកចិត្តនៅពេលដែលយើងមានទៅលើគេហើយគឺយើងអាចយកមកវិញបានបាទជាមួយនឹង H5E ឥឡូវនេះត្រូវឆ្លោះគ្នាបណ្ដាការឆ្លោះគ្នារបស់គាត់ហ្នឹងគឺហៅថាឆ្លោះគ្នាបែបអ្នកចេះដឹងអញ្ចឹងមិនជេរបចោគ្នាទេបណ្ដាហៅមេធាវីដើម្បីបន្តទល់ចំចំពោះមុខជាមួយនឹងគ្នាបាទរងចាំសិនតម្រាំទៅដល់ពេលបាទយើងលះលក្ខណៈថាហៅជាមួយនឹង Charity Boxing មិនដាក់3ទល់3យកតែម្ដងបាទមុន boy មុនជាមួយនឹង range មាន mix មាន capo មាន min ហ្នឹងបាទមានតាំងពីមីនមានតាំងពីតោនបាទមីនបូកតោនទៅជាមីនតោនអាយ៉ាចាប់ដើមឆ្លោះគ្នាឯតាព្រោះរសារមីដោះស្រាយមិនចេញមានការជេរបចោគ្នាយកតែម្ដងជាមួយនឹងពីអសរោះចឹងឡើយនេះអូបាទអត់ទេនៅលើផតបាទនៅលើផតគេគប់នៅខាងក្រោមតែគាត់គឺជាអ្នកនៅខាងលើដំបូលបាទគាត់ជាអ្នករកស៊ីខ្ពង់ខ្ពស់និយាយទៅគាត់នៅខ្ពង់ខ្ពស់ការងាររបស់គាត់គឺឡើងថ្នោតនេះជួដំបូលផ្ទះហ្នឹងបាទឆែកមើលចូលឡើងចុះចេះស្ងល់តើអូនឯងធ្វើកាយខ្ពស់ម៉េចតាមពិតខ្ញុំនិយាយឡើងដំឡើងជាមួយដំបូលសូឡាចឹងអត់ថាផ្ទះថ្ងៃក្រោយផ្ទះបងដាច់ភ្លើងឬមួយក៏សាំងឡើងថ្លៃប្រេងផ្សិតឡើងថ្លៃអីបង20បាទជាមួយនឹងសូឡាដំឡើងអស់ត្រឹមតែ$10000តែប៉ុណ្ណោះដើម្បីរួចខ្លួនជាមួយនឹងមួយខែ250បាទចុះឥឡូវនេះប៉ះពៀគ្នា3ទល់ជាមួយនឹង3ដូចជាមានអារម្មណ៍ថាខាង214អត់មានឈាមចាក់ទេក៏យ៉ាងម៉េចបាទបើរសារមានអារម្មណ៍ថាឈាមគាត់ដូចយ៉ាងខើចនេះមានតែមានឈាមដែរបាទកំពុងតែចាក់ឈាមពី214ចាឥឡូវនេះ3ស្មើទេយកផ្ទះម្នាក់មកចាហៀមប៉ុន្តែជាមួយនឹង0កំពុងតែការគៀបទាញចេញហើយពីមួយនឹងសមាជិករបស់214តើអើយបាទជាមួយនឹងមាត់បយបងប្អូនមាត់បយទៅជាមាត់បយទៅជាមនុស្ស2នាក់មួយដៃឆ្វេងមួយដៃស្ដាំជាមួយនឹងការលេងទូរស័ព្ទមួយដៃពីរភ្លាមមើលពេញមិនឲ្យចាំយប់យន្តគ្រីសបាត់យូចាឥឡូវនេះជាមួយនឹងការប្រេចង់បុកបាញ់ប៉ុន្តែគ្រាប់បែកសុំផ្ញើចំឡាត់តែមួយឆែកជាមួយក្បាលបាត់ហើយកន្លែងនេះដាច់ដៃមួយ5ជាមួយគ្រាប់បែកហោះស្ទួយសុំស្ទាបតើអើយជាមួយនឹងការពោវិរៈបរោះគប់ភ្លើងមួយដើម្បីឲ្យ
real enemy ជាមួយមើល enemy អាចនឹង real ដែរទេបើជាមួយនឹងការសមាជិករបស់ HYE តើហើយកន្លែងនេះជាមួយនឹងការគប់ផ្ញើចូលក្នុងផ្ទះមួយតែរសារមនុស្សកំពុងនៅខាងក្រៅទេតើភ្លាមប្រេប្រង់ជើងព្រោះរែងត្រឡប់ទៅលិនពេលហ្នឹងរត់ចូលកន្លែងនេះអាចមានការជួបគ្នាទេបាទជាមួយនឹងការជួបបត់ជាមួយនឹងការផ្លោះរបស់អាចមានការជួបជាមួយនឹងសិស្សសាលាប៉ុន្តែដោយសារសិស្សសាលាអត់មានខ្លាចជាមួយនឹងលោកនាយកទេណាចាំមើលខាង enemy នេះអាចការបុកបែកដែរទេព្រោះតែមានមួយនៅកំពុងលើរបូទេបែបការកាប៉ូតើអើយកាប៉ូផ្លេចពេផៅយកតែម្ដងកំពុងហៅពេបើកន្លែងនេះប្រហើយភ្លាមមួយរពេចយកមករសារតែខ្លាចបានជាមួយចំណាក់ថ្នាក់លេខ2អត់មានជាមួយនឹងពងរាប់តើភ្លាមបុកបែកយកចេញក្រៅយកតែម្ដងជាមួយ HYE បាញ់ប៉ផ្លឹប HYE យកជាមួយនឹង Chicken Dinner បាទហើយ Chicken Dinner ទៅលើក្រុមហ្វីលីពីនលើកនេះគឺ HYVE ថ្ងៃនេះហ្វីលីពីនប្រមូលអាយ៉ាមានកីឡាករនារីទៀតកីឡាករនារីនេះឈ្មោះអីតើបានលេងអត់យើងមិនទាន់ដឹងទេបាទភាគរយគឺអត់ទៅបានទេមើលទៅភាគរយខ្ពស់